ជំរាបសួរលោកគ្រូខ្ញុំឈ្មោះវណ្ណៈខ្ញុំឈ្មោះវណ្ណៈមកពីថ្នាក់ IPE A3 A2 ហើយនេះគឺជាវីដេអូ demo ទាក់ទងទៅនឹងproject final អញ្ចឹងproject របស់ខ្ញុំនេះធ្វើទាក់ទងទៅនឹង library management system ហើយអានេះគឺជា អីដែលពេលដែលយើងបើកទាក់ទងទៅនឹង link ដែលយើងបាន deploy ហើយអញ្ចឹងជាដំបូងវាបើកមកវាមាន interface បែបហ្នឹងតែវាណែនាំអីចឹងទៅហើយអឺ ជាដំបូងនេះខ្ញុំ log in ជាខ្ញុំ register ជា user នៅពេលដែលយើងអត់ទាន់មាន account អញ្ចឹងចូលមកដំបូងយើងត្រូវបំពេញឈ្មោះអីចឹងទៅថាអឺឈ្មោះរបស់យើង full name ហើយយើងដាក់ជាemail ដែលយើងត្រូវបំពេញ email របស់យើងចំណុចទៀតយើងត្រូវដាក់លេខទូរស័ព្ទតែអាហ្នឹងវាគ្រាន់តែជាoptional ទេហើយយើងដាក់address របស់យើងហើយនិង password ហ្នឹងហើយយើង confirm password របស់យើងហ្នឹងត្រូវតែចាប់ពី8ខ្ទង់ឡើងហើយយើងមានដូចជាagree term of service ហើយនិងprivate policy អញ្ចឹងយើងចុច create account ទៅអញ្ចឹងហើយយើង create account បានហើយនេះគឺជា dashboard ក្នុងនាមយើងជា user អញ្ចឹងទៅហើយតមកយើងអាចចុច browse book ដែលវាbrowse book ហ្នឹងយើងមើលសៀវភៅមើលទៅកាន់សៀវភៅថាគេមានសៀវភៅអីខ្លះអីចឹងទៅហើយយើងអាចចុចមើលមកpage បន្តទៀតបានអញ្ចឹងនៅក្នុងហ្នឹងយើងអាច search រកសៀវភៅឧទាហរណ៍ថាdark ពេលយើង search ទៅមានសៀវភៅហ្នឹងវានឹង load ចេញមកឲ្យយើងយើង search ទៅវានឹងចេញបែបហ្នឹងសៀវភៅហ្នឹងមានមកអញ្ចឹងទៅអញ្ចឹងបើសិនយើងចង់ខ្ចីសៀវភៅហ្នឹងយើងអាចចូលមើលdetail វាសិនថាសៀវភៅហ្នឹងនិពន្ធដោយអ្នកគេអីចឹងហើយវា available អត់ចឹងទៅហើយយើងក៏អាចខ្ចីសៀវភៅហ្នឹងយើងអាចចុចborrow book ដែលតាមមកវាក៏លើកជាសារ confirm ឲ្យតាមយើងថា borrow this book for 4 day អីចឹងទៅហើយវាដាក់ថ្ងៃឲ្យយើងចុចដើម្បីupdate ដើម្បីយកសៀវភៅយកមកសងវិញអញ្ចឹងយើងអាចចុចមកកាន់ browse book ផ្សេងៗហើយនេះគឺជាទាក់ទងទៅនឹង category យើងចង់មើលសៀវភៅជា science នេះទៅវា load សៀវភៅបែបជា science ឲ្យយើងមើលហើយនេះយើងអាចមើលសៀវភៅដែល available ដូចជាសៀវភៅដែលគេ borrow ហើយនេះសៀវភៅតាម title អីចឹងទៅហើយយើងក៏អាច rate ឲ្យបើសិនយើងស្រឡាញ់សៀវភៅហ្នឹងយើងអាច rate ទៅតទៅទៀតនេះយើងអាចខ្ញុំ log out ទៅជាខ្ញុំ log out ហើយឥឡូវនេះខ្ញុំនឹង log in នាមជា admin ម្ដងអញ្ចឹងយើងចូល admin យើងចូល log in ទៅហើយយើងដាក់password admin ហើយយើង sign in អញ្ចឹងពេលចូលមកវាមាន dashboard បង្ហាញយើងដែលមានសៀវភៅសរុបមានទាក់ទងទៅនឹង total student borrow today return today ហើយវាមាន function ដូចជា add book manage book transaction ក៏ដូចជា overdue អញ្ចឹងយើងអាចបើសិនយើងចង់ add book thêm យើងចុច add ទៅហើយយើងឈូស file ដាក់អីផ្សេងៗbook អីផ្សេងៗអញ្ចឹងទៅហើយយើងអាចដាក់ឈ្មោះសៀវភៅហ្នឹង name author ក៏ដូចជាលេខគេលេខបោះពុម្ពអីចឹងទៅហើយចំនួន copy ក៏ដូចជាកន្លែងដែលដាក់ទាក់ទងទៅនឹងlocation អីចឹងទៅហើយយើងដាក់ add សៀវភៅហ្នឹងទៅអញ្ចឹងនេះយើងអាច return ទៅ dashboard របស់យើងនេះទាក់ទងទៅនឹង book ខាងក្នុងនោះ
យើងអាចផលិតសៀវភៅហ្នឹងមានសៀវភៅអីខ្លះយើងអាចedit វាអាចdelete វាចោលអីចឹងទៅហើយមុខងារមួយទៀតគឺ transaction ហ្នឹងយើងអាចចូល view all ទៅគឺនឹងមានដូចជាtotal transaction មាន currently borrow មាន current អreturn ក៏ដូចជា overdue អញ្ចឹងនៅក្នុងនោះអឺយើងអាច search អាចមើល status ហ្នឹងហើយនៅពេលដែលសៀវភៅហ្នឹងreturn មកវិញមកយើងវិញយើងអាចចុចទៅដើម្បី confirm ថាសៀវភៅហ្នឹងវាបាន return មកវិញហើយពេលដែលយើងចុចទៅវាដាក់ថាbook return successfully ហើយវាក៏បាន load ជាការ return ហ្នឹងមកវិញផងដែរចំណុច10ទាក់ទងទៅនឹងoverdue អាហ្នឹងទាក់ទងទៅនឹងបើសិនជាគាត់ខ្ចីហើយយើងចង់ឆែកមើលថាគាត់អឺសងហួសពេលកំណត់អត់យើងអាចចែកមើលទៅហើយអានេះវាអត់មានទេដោយសារតែអត់ទាន់មានអ្នកណាដែលគាត់ខ្ចីហើយគាត់អត់ទាន់សងហួសពេលកំណត់អញ្ចឹងទៅនេះគឺហ្នឹងហើយនេះគឺbook management ហ្នឹងហើយនេះគឺអcategory ដែលនៅក្នុងហ្នឹងយើងអាច manage view ទាក់ទងទៅនឹង book របស់យើងមានដូចជាfiction history non-fiction science ក៏ដូចជា technology ជាដើមហើយនេះទាក់ទងទៅនឹងtransaction ហ្នឹងគឺដូចថ្ងៃដែលខ្ញុំបានសូមអញ្ចឹងហើយនេះទាក់ទងទៅនឹងstudent ហ្នឹងយើងចង់ថាlibrary របស់យើងហ្នឹងមាន student account ប៉ុន្មានហើយយើងអាចadd add វាមកមានអ្នក active borrow ប៉ុន្មាន overdue ប៉ុន្មានអីចឹងទៅលោកគ្រូហើយនេះអ្នកដែលគាត់សងហើយអស់គឺយើងអាចលុបគាត់ចេញបានជាបន្តទាក់ទងទៅនឹងreport ដែល report ហ្នឹងគឺយើងអាចមើលទាក់ទងទៅនឹងចូលទៅលើbook report ហើយយើងអាចមើលទាក់ទងទៅនឹង student report ហើយយើងអាចចូល view ក្នុងបានហើយមានដូចជាborrow report ក៏ដូចជា overdue ហើយនេះយើងអាច export data ហ្នឹងចេញមកក្រៅបានហើយនេះគឺជា setting ដែលក្នុងនោះយើងមានដូចជាlibrary info ហើយមានដូចជា borrowing borrow rule ដែលមានដូចជាយើងអាច borrow បាន14ថ្ងៃហើយយើងអាច borrow សៀវភៅបាន5ហើយនឹងបើសិនលើសមួយថ្ងៃយើងត្រូវពិន័យបានអញ្ចឹងទៅហើយនេះគឺជា notification ទៅដល់ system ហ្នឹងដែលយើងអាចឆែកវាបានហើយនេះគឺជាsystem ដែលយើងដាក់ថាទៅទៅនឹង date អីចឹងទៅអញ្ចឹងក្នុងនាមយើងជា admin ហ្នឹងយើងអាចធ្វើបានទាំងអស់នៅក្នុងហ្នឹងដូចជាយើងអាច add book អាច manage book អាចធ្វើ transaction ក៏ដូចជាដាក់overdue ហើយអានេះគឺជាdashboard របស់យើងដែលវាគឺជា real data ដូចថាខែហ្នឹងអ្នកខ្ចីប៉ុន្មានយើងអាចចុចមើលបានហើយអ្នកយកមកសងវិញចំនួនប៉ុន្មានអីចឹងទៅហើយយើងក៏អាចselect change វាបានដែរអញ្ចឹងនេះadmin គាត់អាច log in log out គាត់អាចedit delete ធ្វើអីដែលគាត់អាចធ្វើបានហ្នឹងទាំងអស់អញ្ចឹង project ហ្នឹងអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការ log out ចេញ log out មកគឺវាចេញតែអញ្ចឹងការ demo របស់ខ្ញុំបានមកដល់ទីបញ្ចប់អរគុណលោកគ្រូដែលបានមើលការ demo របស់ខ្ញុំអរគុណលោកគ្រូ